សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំនេសូមីសូមអធិស្ឋានសម្រាប់សម្លេងរបស់នាងខ្ញុំផងណាដែលសារតែមួយរយៈនេះរវល់ច្រើនចឹងហើយត្រូវប្រើសម្លេងច្រើនដូចគ្នាហើយថ្ងៃនេះដែរនាងខ្ញុំនឹងមកសម្ដែងរឿង Reunion ភាគ3មិនដែរអ្នកអត់អ្នកទាំងអស់គ្នាឥឡូវខ្ញុំមកវិញហើយណាសូមតបផងណាដែលឲ្យចាំយូរតាមមុននឹងចុះដល់សាច់រឿងខ្ញុំសូមអរគុណដល់ sponsor ថ្លៃកាហ្វេរបស់ខ្ញុំមួយសិនអរគុណខ្លាំងមែនតើសម្រាប់ទឹកចិត្តដ៏ធំធេងមួយនេះសម្រាប់អ្នកដែលចង់ sponsor ថ្លៃកាហ្វេអីឲ្យខ្ញុំដែរអាច sponsor តាមនេះបានណាចឹងកុំឲ្យខាតពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងទាំងអស់គ្នារំលឹកការពិភាក្សាមុនហាខ្យងបានជួបជាមួយនឹងយុនសុងម្ដងទៀតបន្ទាប់ពីបែកគ្នាអស់រយៈពេល7ឆ្នាំប៉ុន្តែយុនសុងហាក់បីដូចជាអត់ចាំហាខ្យងទេហើយហាខ្យងក៏អត់បានចង់ស្គាល់ដូចគ្នាព្រោះចម្លើយដែលគាត់តែងតែត្រៀមសម្រាប់ប្រាប់យុនសុងពេលដែលបានជួបគ្នាម្ដងទៀតនោះគឺអត់ដែលស្គាល់គ្នាទេហាខ្យងបានមកទទួលភ្ញៀវនៅ Bar Counter គាត់បានលួចនាងភ្នែកទៅមើលយុនសុងដែលកំពុងអង្គុយជុំមិត្តរបស់គាត់ហាខ្យងមិនដែលគិតទេថានឹងបានជួបយុនសុងម្ដងទៀតគាត់មិនមានអ្វីប្រែតតែសោះតែថាដូចជារៀងស្រកសាជាងមុនព្រោះពីមុនថ្ពាល់រៀងប៉ោងហាខ្យងត្រូវភ្ញាក់មកវិញព្រោះភ្ញាក់ដែលកំងអីនៅនឹងមុខហៅទើបគាត់ងាកមកចាប់អារម្មណ៍ភ្ញៀវខាងមុខវិញគាត់ត្រូវតែងាកមកផ្ដោតលើការងារវិញបើមិនអញ្ចឹងទេយុនសុងឃើញនឹងសង្ស័យមិនខានប៉ុន្តែភ្នែកគាត់អត់បានសហការទេនៅតែដៀងទៅមើលយុនសុងម្ដងទៀតតែលើកនេះយុនសុងក៏ងាកមកមើលដូចគ្នាធ្វើឲ្យភ្នែកអ្នកទាំងពីរសម្លឹងចំគ្នាហាខ្យងឃើញភ្លាមភ្ញាក់ឡើងមួយទំហឹងធ្វើជាដើរទៅក្រោយទាំងប្រាប់ខ្លួនឯងថាឲ្យចិត្តតិចប៉ុន្តែពេលចូលមកដល់ខាងក្នុងភ្លាមក៏មានអ្នកសុំឲ្យហាខ្យងចាត់ការចានបន្តិចទៅបើនៅខាងក្រៅអត់សូវរវល់ហាខ្យងលឺចឹងក៏យកព្រមភ្លាមដើរទៅលាងចានទាំងគិតថាវាក៏ល្អដែរបើសិនជាគាត់នៅក្នុងនេះព្រោះបើសិនជាគាត់ជួបយុនសុងញឹកពេកនោះយុនសុងនឹងដឹងជាមិនខានតែគាត់ជានរណាហាខ្យងលាងចានមិនដាគិតមិនដាល់បើសិននិយាយថាខ្ញុំមិនបានតន្ទឹងរង់ចាំជួបគេនោះខ្ញុំប្រកាសជាកុហកខ្លួនឯងហើយវាមិនអីនោះទេបើសិនជាគ្រាន់តែចង់ដឹងតើគេរស់នៅសុខសប្បាយជាដែរឬអត់កំពុងឈរលេងចានសុកក៏ឮសំឡេង boss ស្រែកហៅសួររកហាខ្យងឮហើយក៏ប្រញាប់ចេញទៅសួរថា boss មានការអី boss ក៏តបទៅវិញថាគេជូនចង់ឲ្យឯងជាអ្នកយករបស់ទាំងនេះទៅឲ្យពួកគេប្រាប់ពួកគេផងថារបស់ទាំងនេះជារបស់ខាងហាងជូនហាខ្យងឮហើយក៏សួរមិនបានត្រូវជាខ្ញុំវិញមិនក៏ boss មិនលើកយកទៅខ្លួនឯងទៅដើម្បីបានមុខមាត់តែ boss ប្រកែកថាគេជូនជាអ្នកសុំឲ្យហាខ្យងលើកទៅជាពិសេសហាខ្យងឮហើយក៏សួរម្ដងទៀតថាគេជូនជានរណាទៅ boss ប្រាប់ថាគេជូនគឺជាបងពាក់វ៉ែនតានឹងឯងបងមួយមាធំនេះឮហើយក៏ឆ្ងល់ប៉ុន្តែគេជាមនុស្សប្រុសមិនបានជាយកហាខ្យងវិញ boss ឮហើយក៏ក្រវីក្បាលគាត់មិនដឹងតែថាវាមិនសំខាន់ទេធ្វើតាមតែគេទៅយល់អត់បងមាធំនេះក៏បន្តនិយាយប្រាប់ហាខ្យងទៀតថាឲ្យប្រយ័ត្នខ្លួនផងណាគេទៅដឹងបើម្នាក់ដឹងជាគេក៏ថាបានហាខ្យងឮហើយ bombastic ខ្សែអាយកមកហាខ្យងដើរមកតុកនោះយឺតទាំងភ័យគាត់អត់ចង់ជួបមុខយុនសុងទេតែក៏យកផ្លែឈើនោះទៅដាក់លើតុតប់រួចនិយាយថានេះជារបស់ boss វាជារបស់ខាងហាងជូនយុនសុងដែលអង្គុយមាត់ផ្លូវចិត្តហាខ្យងមែនតែនគាត់សម្លឹងហាខ្យងអត់ដាក់ភ្នែកទេហាខ្យងបន្ទាប់ពីដាក់របស់លើតុភ្លាមប្រញាប់ងើបមកវិញឡើងលឿនខ្លួនវិញរឹងអស់ហើយពេលគ្រប់គ្នាសម្លឹងអញ្ចឹងដោយឆ្ងល់ពេកក៏សួរថាមកខ្ញុំមានអីមែនគេជូនឮអញ្ចឹងក៏ឆ្លើយតបទៅវិញថាអត់ទេពួកយើងអត់បានចង់សម្លឹងអញ្ចឹងទេតែថាមកពីឯងមកស្រដៀងមនុស្សម្នាក់ដែលពួកយើងស្គាល់មែនអត់យុនសុងឮហើយក៏តបទៅវិញបែបហើយថាយើងអត់ឃើញស្តៀងគ្នាផងហ្នឹងហាខ្យងឮអញ្ចឹងក៏និយាយថាគាត់ប្រហែលជាមិនស្គាល់មនុស្សដែលពួកគេនិយាយទេប៉ុន្តែប្រហែលជាគេសង្ហាណាស់ហើយគាត់និយាយព្រមទាំងដើរចេញទៅពេលដែលហាខ្យងដើរចេញទៅបាត់ចាម្នាក់ដែលនៅក្នុងចំណោមនោះក៏និយាយឡើងមកថាខ្ញុំអត់យល់ពីអីដែលគេជូនបាននិយាយទេតែអារម្មណ៍តែទទួលបានពីគេម្នាក់ហ្នឹងហើយនឹងខៅភ្នែកទាំងនោះធ្វើឲ្យខ្ញុំនឹកដល់សង្សាររបស់យុនសុងនាងចង់មានន័យថាសង្សារចាស់មែនយុនសុងក៏និយាយថាពួកគេមិនដូចគ្នាអីបន្តិចផងហើយរូបភាពក៏បានកាត់មកថ្ងៃបន្ទាប់ថ្ងៃនេះដែរហាខ្យងជាអ្នកចូលទទួលភ្ញៀវហើយថ្ងៃនេះក៏ក្រុមយុនសុងមកដែររួមទាំងយុនសុងដូចគ្នាគេជូនគាត់តែឃើញហាខ្យងជាអ្នកទទួលភ្ញៀវភ្លាមក៏លាន់មាត់និយាយឡើងមកថាអូជាម្នាក់ឈ្មោះហាខ្យងឬភ្ញាក់ផ្អើលខ្លាំងមែនតើចំណែកហាខ្យងវិញគាត់តែឃើញយុនសុងភ្លាមធ្វើខ្លួនអត់ត្រូវទេតែក៏នៅតែញញឹមរាក់ទាក់ដូចធម្មតាពេលដែលយុនសុងដើរកាត់មុខហាខ្យងនោះគាត់សម្លឹងមើលហាខ្យងអត់ដាក់ភ្នែកទេឡើងហាខ្យងធ្វើខ្លួនមិនត្រូវហាខ្យងក៏ថាមកពីពួកគេនៅក្នុងនិយាយពីគាត់កាលមុនទេដឹងប៉ុន្តែយុនសុងធ្វើដូចជាធម្មតាគាត់តែសម្លឹងគាត់តែបន្តិចឬមួយយុនសុងដឹងថាគាត់ជាហានជាយ៉ងហើយហាខ្យងក៏ច្រើនមែនតើបើសិនយុនសុងដឹងថាគាត់ជានរណានោះវានឹងខ្លាចជារឿងធំមិនខានតែគាត់មិនអាចមានធម៌ពលអីទៅបញ្ចុះភ្ញៀវមិនឲ្យចូលហាងបានទេបើសិនពួកគេមិនព្រមបដូរហាងខ្លួនឯងទេនោះគាត់គិតថាការងារអ្នករត់តុរបស់គាត់ប្រកាសជាការងារចុងក្រោយមិនខានអារម្មណ៍គាត់វិលវល់ខ្លាំងមែនតើខ្លាំងដល់ថ្នាក់ចង់រត់គេចចេញពីទីនេះបាត់គាត់ព្យាយាមទាញអារម្មណ៍មកវិញហើយក៏ប្រ
ប្រកលកន្លែងអាចុងមីនជាអ្នកមើលវិញហើយគាត់សូមជាអ្នកបដូរទៅធ្វើការងាររបស់ចុងមីនវិញហើយខ្ញុំបានយកថងសម្រាមមកចោលទាំងហត់នឿយប៉ុន្តែចៃដន្យសត្វតែមានសម្រាប់ជើងមនុស្សដើរមកខាងក្រោយបាននឹងដែរហើយមនុស្សម្នាក់ហ្នឹងគឺជាយុនសុងដែលដើរមកដើម្បីជក់បារីនឹងឯងហើយខ្ញុំគ្រាន់តែឃើញយុនសុងដើរមកភ្លាមគាត់ភ័យខ្លាំងមែនតានខំរត់គេចមកហើយនៅតែមកជួបនៅទីនេះទៀតហើយខ្ញុំប្រាប់ខ្លួនឯងឲ្យធ្វើខ្លួនធម្មតាដើម្បីកុំឲ្យយុនសុងសង្ស័យហើយក៏ព្យាយាមដើរយឺតដើម្បីដើរផុតយុនសុងដើរមិនទាន់ផុតផងក៏លើសំឡេងយុនសុងនិយាយឡើងមកថាលីហាខ្ញុំនេះជាឈ្មោះរបស់ឯងឬហាខ្ញុំឮហើយក៏ឈប់ងក់រួចងាកទៅមើលយុនសុងភ្លាមយុនសុងនៅនិយាយបន្តទៀតថាខ្ញុំលើគីជូនហៅឯងអញ្ចឹងហាខ្ញុំឆ្លើយទទួលស្គាល់ថាវាជាឈ្មោះរបស់គាត់ហាខ្ញុំសម្លឹងមើលយុនសុងបន្តិចក៏គិតក្នុងចិត្តថាយុនសុងកាលពីមុនមិនដែលជក់បារីទេតើពេលវេលាដើរលឿនដល់ថ្នាក់នេះឬប៉ុន្តែសុកយុនសុងក៏និយាយឡើងមកថាតើមានចំណុចណាដែលស្តៀងគ្នាឬហាខ្ញុំឮហើយឆ្ងល់មែនតានតើគេនិយាយពីអីចង់និយាយពីសង្សារចាស់ឬមួយក៏ជាជីយ៉ងយុនសុងងាកទៅរកហាខ្ញុំព្រមទាំងនិយាយថាបើសិនមិនរវល់ទេអាចកំដរខ្ញុំបន្តិចបានទេហាខ្ញុំឮសំណើនេះហើយមិនបានស្ទាក់ស្ទើរនឹងឆ្លើយទេព្រោះគាត់កំពុងតែចង់រត់ឲ្យបាត់ផងសំទោសផងខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើចឹងហើយមិនអាចនិយាយចប់យុនសុងក៏និយាយកាត់ថាតែមើលអ្នកផ្សេងទៅដូចជាមិនសូវរវល់ផងហាខ្ញុំឮហើយក៏បញ្ញាប់តបទៅវិញថាចឹងហើយបានជាខ្ញុំមិនមានពេលទំនេរយុនសុងឮហើយក៏បន្តនិយាយថាប្រកាសអត់ថាហាខ្ញុំមិនបានចង់កិច្ចមកពីខ្ញុំហេតុអីបានជាខ្ញុំត្រូវធ្វើបែបនេះនោះខ្ញុំមិនទៅដឹងទៅបើខ្ញុំមិនអាចអានចិត្តបានផងហាខ្ញុំបញ្ញាប់ប្រកែកថាយុនសុងប្រកាសជាយល់ខុសហើយយុនសុងឮចម្លើយនេះហើយក៏បឺតបារីមួយហឺតរួចក៏សាយចុងមាត់ហើយក៏បោកបារីនោះចោលរួចក៏ដើរទៅចិត្តហាខ្ញុំបន្តិចម្ដងឃើញបែបនេះហាខ្ញុំក៏ព្យាយាមថយទៅក្រោយរហូតដល់អឹបឡានយុនសុងក៏បន្តដើរទៅចិត្តហើយនិយាយថានេះឬដែលថាមិនបានកិច្ចនោះហាខ្ញុំឮហើយមិនបានតបអ្វីទេចំណែកយុនសុងបន្តសម្លឹងមើលមុខហាខ្ញុំមួយសន្ទុះទើបនិយាយពាក្យមួយឃ្លាចុងក្រោយថាចង់កេងជាមួយខ្ញុំទេហើយភាគ3ក៏បានចប់ត្រឹមនេះមិនដែរអ្នកទាំងអស់គ្នាសម្រាប់វគ្គនេះចូលចិត្តដែរអត់បើចូលចិត្តកុំភ្លេច comment ប្រាប់ខ្ញុំខាងក្រោមផងណាហើយវគ្គបន្ទាប់គឺជាវគ្គសំណួរចម្លើយមិនដែរអ្នកទាំងអស់គ្នានៅវគ្គសំណួរចម្លើយនេះអត់ខ្ញុំមកវិញណាតើយើងចូលដល់សំណួរទី1 admin ចេះមើលដងហៅអត់ចេះតើប៉ុន្តែគ្រាន់ថាតាំងពីធំឡើងអត់សូវមើលដូចកែពីនៅទូកាន់នៅទូចូលចិត្តមើលតើយើងចូលដល់សំណួរទី2មានពេលមើល BLU មានដែលមានអារម្មណ៍ថាខ្លួនឯងស្រឡាញ់នៅស្អីអត់ផងវិញព្រោះថាខ្ញុំស្រឡាញ់ស្រីតាំងពីខ្ញុំអត់ទាន់ចេះមើល BL មិនមានន័យថាខ្ញុំស្រឡាញ់ស្រីសតណាខ្ញុំស្រឡាញ់ប្រុសដែរគ្រាន់តែយើងបានទាំងប្រុសទាំងស្រីអីចឹងណាតើយើងចូលដល់សំណួរទី3មាន fan K-pop C-pop អីអត់បើ fan មាន fan ក្រុមណាដែរខ្ញុំ fan តែ K-pop ទេK-pop ខ្ញុំ fan BTS តាំងពីនៅទូចដល់ឥឡូវធំហើយនៅតែ BTS ដែរតើចូលដល់សំណួរទី4ខ្ញុំសួរ3ដងហើយមានធ្លាប់ណាត់ជួបអត់បើធ្លាប់ណាត់ជួបមនុស្សដំបងជាមនុស្សស្រីឬក៏មនុស្សប្រុសណាត់ជួបដំបងខ្ញុំធ្លាប់ណាត់ជួបម្ដងក្នុងជីវិតណាត់ជួបដំបងហ្នឹងជាមួយមនុស្សស្រីដោយសារ date មួយមនុស្សស្រីដែរចឹងទៅណាត់ជាមួយមនុស្សស្រីហ្នឹងឯងគ្រាន់ថាអារម្មណ៍វារៀងអៀនព្រោះខ្ញុំប្រកែកអៀនដល់ចឹងទៅវាថ្មីសម្រាប់ខ្ញុំណាតើចូលដល់សំណួរទី5ចាស់ចូលចិត្តក្រុម K-pop ឈ្មោះអីចូលចិត្តក្រុម K-pop ឈ្មោះបាងតានសូយន្តតានតើចូលដល់សំណួរទី6មានដែរមើលរឿង Pride of Ignite អត់វាជាអ្នកនិពន្ធជាមួយរឿងថាឈិញយ៉ណៃអ្នកគ្នាគាត់ថាខ្ញុំអត់ដែរមើលមែនអត់ទេនិយាយទៅឲ្យតែចេញពីរបៀបថារឿងដែលចេញពីអ្នកនិពន្ធហ្នឹងគឺខ្ញុំអានទាំងអស់ព្រោះខ្ញុំស្រឡាញ់អាតគាត់ហើយសាច់រឿងគាត់គឺល្អមែនតើរបៀបខ្លីតែខ្លឹមខ្ញុំចូលចិត្តរបៀបអានរឿងរបៀបមានអត្ថន័យអីប្រកបជ្រៅអីចឹងដល់ចឹងទៅឧទាហរណ៍ថាខ្ញុំអានរឿងអ្នកនិពន្ធហ្នឹងវាចេញមកមួយរឿងហ្នឹងវាចេញមក cool ឬក៏វាតាក់ចិត្តខ្ញុំចឹងគឺខ្ញុំចាប់ផ្ដើមទៅអានរឿងពីមុនឬក៏រឿងថ្មីដែលគាត់ចេញរឿងមកគឺខ្ញុំរបៀបថា support អ្នកនិពន្ធហ្នឹងពេញទីហ្មងរបៀបយើងទៅ support រឿងគាត់ទាំងអស់របៀបអានគ្រប់រឿងគាត់ទាំងអស់បើមិនជាខ្ញុំចូលចិត្តរឿងអ្នកនិពន្ធហ្នឹងអានេះខ្ញុំលើកឧទាហរណ៍មួយអ្នកទាំងអស់គ្នាស្គាល់អ្នកនិពន្ធ Prada Without a Tomorrow អត់នេះអ្នកនរគ្នាស្គាល់គាត់អត់អ្នកខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញរឿងរបស់គាត់យ៉ាងហោចណាស់ក៏1ក៏2ឬក៏3រឿងដែរខ្ញុំឲ្យវាថាប្រកាសក្នុងចិត្តខ្ញុំអត់ជឿថាអ្នកដែរឃើញទេគាត់គឺជាអ្នកនិពន្ធដែលខ្ញុំចូលចិត្តជាងគេនៅក្នុងចិត្តហ្មងខ្ញុំស្រឡាញ់គាត់ខ្លាំងមែនតើខ្ញុំចូលចិត្តសាច់រឿងដែលគាត់ចេញមកអត់ជន់គេលក្ខណៈថ្មីស្រឡាញ់ហើយទាំងចរិតរបស់តួអង្គទាំងអាតទាំងអីចេញមកស្អាតហ្មងហើយខ្ញុំគាំទ្រគាត់កាំងពីអាតគាត់នៅស្អាតមកជុំអីចឹងព្រោះអីកាលមុនខ្ញុំអានប៉ុណ្ណឹងស្អាតហើយសម្រាប់ខ្ញុំតែសម្រាប់ឥឡូវវាមានអ្នកដែលអាតស្អាតជាងនឹងអត់ចឹងខ្ញុំគិតថាអាតក៏អត់សូវស្អាតអីចឹងតែសម្រាប់ខ្ញុំគិតថាស្អាតណាស់អ្នកគ្នាហើយក៏ចូលចិត្តរបៀបគូកាលមុនអីក៏ចូលចិត្តគូលក្ខណៈតួបឋម
ពណ៌រៀងស្អាតពណ៌រៀងថែនណាអ្នកគ្នាខ្ញុំចូលចិត្តគាត់ខ្លាំងមែនតើអត់ដឹងមិនទេមានអារម្មណ៍ថាអានរឿងគាត់ហើយវាស្រស់ស្រាយអញ្ចឹងតែរឿងគាត់ក៏ធ្វើឲ្យខ្ញុំយំចង់ឈួតដែរសារភាពតាមត្រង់នេះរឿងនេះហើយនឹងរឿងនេះរឿងនេះខ្ញុំអានហើយគឺខ្ញុំអត់មានអារម្មណ៍ធ្វើអីទាំងអស់ហ្មងអ្នកថាវា happy ប៉ុន្តែវាមិនមែន happy សម្រាប់ខ្ញុំហើយបើរឿងនេះវិញទៅប្រយទៅណាអត់ដឹងធំទៅប្រយហើយរឿងនេះគឺជារឿងដែលគាត់ទៅចេញក្រោយគេខ្ញុំជឿ 100% 99អ្នកនៅហ្នឹងស្គាល់98អ្នកឲ្យតែអត់ស្គាល់ទេត្រូវអត់យ៉ាងហោចណាក៏ធ្លាប់អស់ TikTok ឃើញដែរនេះរឿងនេះតែចូលដល់សំណួរទី7ចាមានរឿង BL ណាដែលចាចូលចិត្តមើលខ្លាំងអត់និយាយទៅរឿងខ្ញុំចូលចិត្តវាច្រើនណាស់បើឲ្យរើសមកមួយអត់ដឹងរឿងមួយណាតែចូលដល់សំណួរទី8 admin ចូលចិត្តមើល One Piece អញ្ចឹងដែលចាប់គូឬក៏តួដែលគាត់ថាសមជាគូ BL GL អត់សម្រាប់ GL អត់សូវមានមែនទេអ្នកនរគ្នាតែបើថា BL មានច្រើនគូច្រើនមែនតែនតែគូដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងគឺ Lolu អ្នកនរគ្នាបើសើថា Lolu ហ្នឹងគេ Lolu ហ្នឹងគឺ Trafalgar Law ហ្នឹង Luffy បើថាខ្ញុំចូលចិត្តដល់ថ្នាក់ណានេះខ្ញុំមានបង្កើត account TikTok មួយសម្រាប់ផុសship គូនឹងទៀតលក្ខណៈថាចាគូនឹងវាអត់សូវមានគេ ship ដល់ពេលទៅវាអត់សូវល្បីអីចឹងចឹងទៅខ្ញុំធុញពេកខ្ញុំក៏បង្កើត account ផុសពី moment ពួកហ្នឹងអីចឹងលក្ខណៈកាត់តបែបលក្ខណៈគេសង្សារគ្នាអីចឹងទៅទៅមកទៅវាសុទ្ធតែ viral ហើយក៏ជា account ដែរគេគាត់ថាជា account ship Lolu លក្ខណៈបែបធំរបៀប account ធំរបស់ Lolu shipper អីចឹងតែចូលដល់សំណួរទី9មិនអត់ដឹងដែរចាដែរមើលរឿង Yuri on Ice អត់បើចាដែរមើលចាចូលចិត្តអត់ចូលចិត្តខ្ញុំចូលចិត្តខ្លាំងរឿងហ្នឹងចូលចិត្តខ្លាំងខ្ញុំមើលច្រើនដងហើយតែមានអារម្មណ៍ថានៅតែចូលចិត្តមានកម្រងចង់សម្រាប់ឲ្យអ្នកទាំងអស់គ្នាតែគ្រាន់ថាខ្ញុំអត់សូវតែគណៈអត់សូវប៉ុណ្ណាខាង skate ហ្នឹងដល់អញ្ចឹងទៅអត់សូវហ៊ាននិយាយខ្លាចនិយាយអីទៅវាខុសហ่ะតែប្រហែលជាមាននៅពេលអនាគតតែបើសើថាមើល Yuri on Ice ហើយអត់ចូលចិត្តតាអត់ចូលចិត្តពេលគេ ship Victor ជាបឋមអ្នកគ្នា cannot កុំចឹងអីគឺ Yuri ដឹងតែបឋមហើយ Victor គឺជា top បើសិនជាណាគេ ship Yuri top អីចឹងគឺខ្ញុំអត់អាចចូលជាមួយបានទេសំបកុំអីតែបើថាអ្នកទាំងអស់គ្នា ship លក្ខណៈ Victor បើធំហើយ Yuri top អីអ្នកគ្នាចូលចិត្តអញ្ចឹងខ្ញុំអត់បានហាមទេណាគ្រាន់ថាខ្ញុំចូលទៅអត់កើតខ្ញុំសុំដកខ្លួនចេញតែចូលដល់សំណួរទី10មិនដឹង10មែនអត់ទេហ្នឹងណាអត់មានក្រែងគេថើបគ្នាហើយតើអីមិនបាននៅតែលើសំឡេងក្នុងចិត្តទៀតអញ្ចឹងការថើបគ្នាម្ដងហើយអស់ស៊ីនហើយមិនអញ្ចឹងគ្រាន់តែថើបអត់ធ្វើឲ្យយើងអស់ស៊ីនទេប៉ុន្តែឲ្យយើងអស់ស៊ីនដោយតាមវិធីមួយទៀតអានេះខ្ញុំមកប្រាប់ទេខ្ញុំចាំឲ្យទៅតាមដានក្នុងរឿងដើម្បីឲ្យដោះស្រាយចម្ងល់ដោយតួពីអ្នកនឹងព្រោះតួពីអ្នកនឹងព្រោះតែ Kurosawa ហើយនឹង Arachi ធ្វើឲ្យយើងឆ្ងល់អញ្ចឹងចាំយើងឲ្យពីអ្នកនឹងដោះស្រាយឲ្យវិញព្រោះថានៅភាពបន្តទៀតមានណាគេនិយាយមែនណាគេដោះស្រាយឲ្យយើងប៉ុន្តែគាត់ថាមិនបានបង្ហាញរូបភាពឲ្យមើលទេគាត់ណាកាត់ភ្លឹបស្អែកប្រយតែចូលទៅសំណួរចុងក្រោយចារឿង Coffee នៅកាមេរ៉ា season 2ចេញពេលណាអត់ដឹងទេណាគ្នាដូចមានអត់ដូចមានអីគេក្លិនចំហាយ season 2 សោះសុំ the movie ក៏បានដែរ the movie ដែលរឿង Sasuke to me គេចេញ the movie ឲ្យយើងអស់ចិត្តតិចដែរតែមិនអីទេយើងខ្ជិលបខំច្រើននឹងចាំទៅទៅព្រោះអាហ្នឹងគេមិនបែបប្រហើបលឿននឹងយើងណែតើរៀងយូរតិចអញ្ចឹងយើងប្រហែលជាត្រូវតាមដានតិចទៀតទៅអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងឯងណាបាយបាយជួបគ្នានៅវីដេអូក្រោយ